ពេញប៉ះនេះជាពេញប៉ះធំហើយពូជនេះគឺជាពូជដែលបានយកដែលបានប្រើគ្រាប់បងប្អូនគឺបានប្រើគ្រាប់បន្តយកមកដាក់ដាំប៉ុន្តែអានៅចិត្តគ្នានេះគឺជាមេរបស់វាទេគឺជាមេរបស់ពេញប៉ះដែលខ្ញុំកាច់យកមកផ្សាំហើយមកដល់ពេលនេះគឺវាចាប់ផ្ដើមរៀងចេញផ្កាហើយសម្រាប់ដីដែលយើងប្រើប្រាស់គឺយើងប្រើប្រាស់របស់លបាយដីរបស់មិត្តកសិករហើយសម្រាប់ជីក៏យើងប្រើជីរបស់មិត្តកសិករដែរគឺជីកប៉ុសធម្មជាតិដែលយើងដាំបែបអូហ្គានិកបងប្អូនដែលតែងតែមើលខ្ញុំមើលវីដេអូខ្ញុំកន្លងមកដោយសារតែខ្ញុំគឺជាអ្នកផលិតសក្តិដូងដូច្នេះហើយនៅក្នុងលបាយដីដាំរបស់ខ្ញុំគឺមានសក្តិដូងនៅក្នុងលបាយដីដាំរបស់ខ្ញុំគឺមានជីកប៉ុសហើយស្រេចអញ្ចឹងបើសិនជាបងប្អូនត្រូវការដីដាំដែលមានជីវជាតិគ្រប់គ្រាន់នៅក្នុងការដាក់យកទៅដល់ដាំតែម្ដងបងប្អូនអាចទៅអ្នកតំណងមកមិត្តកសិករបានហើយដីដាំនោះវាមានទម្ងន់30គីឡូខ្ញុំលក់ត្រឹមតែ 22,000 ទេអរគុណច្រើនបងប្អូន